បន្ទាប់មកគាត់ក៏អង្គុយនៅទីនោះដោយឆ្ងល់ថាតើគាត់គួរធ្វើអ្វីជាមួយនឹងឈើនេះនៅថ្ងៃបន្ទាប់គាត់បានទទួលធុងទឹកកកពីអ្នកភូមិដែលនៅខាងក្នុងមានសាច់ស្រស់ពីសត្វចម្លែកដែលពួកគេបានសម្លាប់នាងបានសួរដោយកំហឹងថាតើគាត់កំពុងចំណាយលុយលើអ្វីទៀតហើយដោយមិនដឹងពីរបៀបពន្យល់គាត់បានព្យាយាមប្រាប់នាងថាគាត់មានគំនិតមួយដើម្បីជួយធ្វើឲ្យអ្នកភូមិមួយមានភាពរុងរឿងឡើងវិញហើយអ្នកភូមិបានកោតសរសើរគំនិតគាត់យ៉ាងខ្លាំងរហូតដល់ពួកគេចាប់ផ្ដើមផ្ញើអំណោយឲ្យគាត់ជាប្រចាំគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលម្ដាយគាត់មានអារម្មណ៍រំភើបហើយគិតថាវាពិតជាអស្ចារ្យខ្លាំងណាស់ហើយគាត់កាន់តែភ្ញាក់ផ្អើលថែមទៀតដែលនាងជឿគាត់បានប្រគល់សាច់ជ្រូកព្រៃនោះឲ្យម្ដាយរបស់គាត់ហើយស្នើសុំឲ្យនាងចម្អិនវានាងសម្លឹងមើលសាច់នោះដោយឆ្ងល់ថាតើនាងគួរធ្វើម្ហូបអ្វីជាមួយសាច់ទាំងនេះចាប់តាំងពីពេលនោះមកគាត់ចាប់ផ្ដើមទទួលបានកាដូពីអ្នកភូមិជាប្រចាំគាត់ក៏បន្តទទួលបានឈើបន្ថែមទៀតហើយគាត់ឆ្ងល់ថាតើគេអាចទិញរបស់ទាំងនេះពីកន្លែងណាបានប៉ុន្តែគាត់មានទ្រឹស្ដីមួយប្រហែលជាហ្គេមនេះត្រូវបានរចនាឡើងសម្រាប់អ្នកមានហើយវត្ថុមានតម្លៃទាំងនេះត្រូវបានផ្ញើជាកាដូដល់អ្នកលេងប្រហែលជាគាត់ត្រូវបានជ្រើសរើសជាអ្នកលេងសាកល្បងដោយអចេតនានៅល្ងាចមួយម្ដាយរបស់គាត់បានធ្វើម្ហូបចៀនជាមួយសាច់ដែលក្មេងប្រុសនោះទទួលបានពេលពួកគេអង្គុយនៅតុអាហារពេលល្ងាចម្ដាយគាត់បានសួរគាត់ថាតើគាត់អាចយកផ្លែឈើទាំងនោះបន្ថែមទៀតបានទេព្រោះនាងមានអារម្មណ៍ថានាងមានសុខភាពល្អជាងមុនបន្ទាប់ពីបរិភោគវាគាត់បានប្រាប់នាងថាគាត់នឹងសួរអ្នកភូមិអំពីរឿងនេះម្ដាយគាត់ក៏បាននិយាយថាសូម្បីតែសាយូគីក៏ចូលចិត្តសាច់នេះដែរឪពុករបស់គាត់បានបន្ថែមដោយនិយាយថាសាច់នោះពិតជាឆ្ងាញ់ណាស់ជាមួយនឹងរសជាតិឆ្ងាញ់ជាងអ្វីដែលពួកគេទិញពីហាងទៅទៀតការឃើញឪពុករបស់គាត់សរសើរគាត់បែបនេះបានធ្វើឲ្យយូស៊ីអូមានទំនុកចិត្តឡើងវិញព្រោះវាកម្រណាស់ដែលឪពុករបស់គាត់និយាយសរសើរគាត់ដោយរំភើបបែបនេះនៅថ្ងៃបន្ទាប់គាត់កំពុងនៅក្នុងសួនច្បារព្យាយាមកាប់ឈើដោយប្រារណាឪពុករបស់គាត់បានមើលគាត់កំពុងតស៊ូកាប់ឈើនោះដោយយល់ថាវាពិតជាលំបាកណាស់ឪពុករបស់គាត់បានប្រាប់គាត់ពីរបៀបធ្វើវាឲ្យបានត្រឹមត្រូវគាត់សង្ស័យថាឪពុករបស់គាត់កំពុងជួយគាត់ដោយសារតែគាត់មិនចង់ឲ្យអ្នកជិតខាងឃើញគាត់កាប់ឈើខុសហើយខ្មាស់ពួកគេបន្ទាប់ពីបង្រៀនរួចឪពុករបស់គាត់បានប្រគល់រណានោះមកវិញហើយប្រាប់គាត់ឲ្យសាកល្បងម្ដងទៀតចាប់ពីពេលនោះមកឪពុករបស់គាត់បានចាប់ផ្ដើមផ្ដល់ដំបូន្មានដល់គាត់ជាប្រចាំហើយចុងសប្ដាហ៍មុនពួកគេថែមទាំងបានធ្វើផែនការជាមួយគ្នាដើម្បីប្រើប្រាស់ឈើទាំងនោះដើម្បីជួសជុលរបងសួនច្បារទៀតផងយូស៊ីអូក៏បានគិតពីរបៀបដែលគាត់អាចបង្រៀនអ្នកភូមិពីរបៀបចម្អិនសាច់ផងដែរម្ដាយរបស់គាត់បានបង្រៀនគាត់ច្រើនអំពីការចម្អិនអាហារដូច្នេះគាត់បានក្លាយជាមនុស្សពូកែខាងចម្អិនអាហារវាថែមទាំងបានក្លាយជាទម្លាប់របស់គាត់ក្នុងការញ៉ាំអាហារថ្ងៃត្រង់ជាមួយអ្នកភូមិទៀតផងក្រោយមកពេលគាត់អង្គុយក្នុងបន្ទប់របស់គាត់បានគិតអំពីរបៀបដែលគាត់អាចនិយាយជាមួយក្រុមគ្រួសាររបស់គាត់បានច្រើនជាងមុនដែលរឿងទាំងអស់នេះអាចកើតឡើងបានក៏ដោយសារតែភូមិនៃវាសនាដែរគាត់ចាប់ផ្ដើមឆ្ងល់ថាតើគាត់កំពុងជួយអ្នកភូមិឬពួកគេទេជាអ្នកដែលជួយគាត់ទន្ទឹមនឹងនេះហ្គាមក៏បានសាងសង់របងព័ទ្ធជុំវិញរូងភ្នំរបស់ពួកគេផងដែរដើម្បីធានាសុវត្ថិភាពដល់ពួកគេបន្ទាប់ពីសង់របងរួចឆេមបានសួរបងប្រុសរបស់នាងថាតើសត្វចម្លែកអាចលោតពីលើវាបានដែរឬទេគាត់បានធានានាងដោយនិយាយថាកុំបារម្ភអីប្រសិនបើមានសត្វចម្លែកណាម្នាក់អាចឆ្លងកាត់បានគាត់នឹងមូលីសនិងដោះស្រាយជូនពួកគេលោកបានបន្ថែមថាបញ្ហាពិតប្រាកដតែមួយគត់គឺជាចំនួនសត្វចម្លែកដែលពួកគេត្រូវសម្លាប់នោះទេដូច្នេះយើងមិនសូវមានអ្វីដែលត្រូវបារម្ភទេបន្ទាប់មកគាត់បានណែនាំពួកគេឲ្យចូលទៅខាងក្នុងយូស៊ីអូគិតថាពួកគេហាក់ដូចជាមានទំនុកចិត្តជាងមុនក្នុងការការពាររបស់ពួកគេប៉ុន្តែគាត់បានកត់សម្គាល់ឃើញថាមានអ្វីមួយមិនប្រក្រតីគាត់កត់សម្គាល់ឃើញថាពួកគេកំពុងព្យាយាមធ្វើធម្មតាប៉ុន្តែភាពខ្វាយខ្វល់ដែលមានលើមុខរបស់ពួកគេបង្ហាញពីភាពភ័យព្រួយច្បាស់ណាស់គាត់ក៏បានកត់សម្គាល់ឃើញថាមនុស្សគ្រប់គ្នាដកដង្ហើមធំនៅពេលដែលពួកគេក្រឡេកមើលប្រតិទិនថ្ងៃចុងក្រោយនៃខែត្រូវបានកត់សម្គាល់ហើយគាត់ឆ្ងល់ថាតើមានអ្វីពិសេសនឹងកើតឡើងនៅថ្ងៃនោះមែនទេមនុស្សគ្រប់គ្នាកំពុងញ៉ាំអាហារពេលល្ងាចនៅពេលដែលខារ៉ូបានសួរថាហេតុអ្វីបានជាមនុស្សគ្រប់គ្នាមើលទៅស្រពោនម្លេះរ៉ូឌូសបានប្រាប់នាងថាម៉ាក់និងប៉ាសុខសប្បាយជាទេប៉ុន្តែនាងបានចង្អុលបង្ហាញថានាងតែងតែឃើញមនុស្សគ្រប់គ្នាដកដង្ហើមធំរាល់ពេលដែលពួកគេមើលប្រតិទិនរ៉ូឌូសបានសារភាពថាពួកគេមិនចង់ឲ្យនាងព្រួយបារម្ភទេបន្ទាប់មកបានសួរនាងថាតើនាងចាំពីរបៀបដែលពួកគេតែងតែប្រាប់នាងឲ្យនៅក្នុងផ្ទះដែរឬទេរៀងរាល់ថ្ងៃចុងក្រោយនៃខែនីមួយៗហើយឲ្យនាងចូលគេងមុនម៉ោងទៀតផងនាងងូក្បាលហើយនិយាយថានាងចាំបានព្រោះមនុស្សធំតែងតែមានទឹកមុខភ័យខ្លាចហើយងាយនឹងខឹងនៅថ្ងៃនោះបន្ទាប់មកនាងក៏ឆ្ងល់ថាប្រសិនបើមានព្រះច្រើនយ៉ាងនេះហេតុអ្វីបានជាមានតែព្រះទាំង7អង្គហើយហេតុអ្វីបានជាមាន12ខែក្នុងមួយឆ្នាំតើពួកគេគួរតែមានព្រះ5អង្គទៀតត្រូវទេរ៉ូឌូសញញឹមពេលឃើញនាងចេះគិតបានល្អបែបនេះហើយពន្យល់ថាទេពធីតាទាំង7អង្គដើមឡើយជាអ្នកទទួលខុសត្រូវចំពោះថ្ងៃទាំង7រៀងរាល់សប្តាហ៍ដែលតំណាងឲ្យពន្លឺព្រះច័ន្ទភ្លើងទឹកធម្មជាតិភ្លេចបន្ទោនិងផែនដី
Yoshio បានដឹងថានៅទីនោះមានប្រព័ន្ធរាប់ថ្ងៃខែស្រដៀងគ្នានឹងពិភពលោកគាត់ដោយថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យរបស់ពួកគេត្រូវបានភ្ជាប់ទៅនឹងធាតុផ្សំទាំងនោះឥឡូវនេះគាត់យល់កាន់តែច្បាស់អំពីប្រព័ន្ធនៃព្រះរបស់ពួកគេដោយដឹងថាគាត់គឺជាព្រះមួយអង្គក្នុងចំណោមព្រះទាំងនោះនេះបានជួយគាត់ឲ្យយល់កាន់តែច្បាស់អំពីគោលបំណងរបស់គាត់នៅក្នុងហ្គេមនេះគាត់បានដឹងអំពីជម្លោះរវាងព្រះទាំងនោះដែលនាំឲ្យមានសមរភូមិដ៏ធំមួយនៅថ្ងៃទី120ព្រះនៃធម្មជាតិបានលេចចេញជាអ្នកខ្លាំងបំផុតបន្ទាប់មកនៅថ្ងៃទី243ព្រះនៃភ្លើងបានផ្ទុះឡើងដោយកំហឹងវាត្រូវចំណាយពេល365ថ្ងៃសម្រាប់ព្រះដើម្បីឈប់ប្រយុទ្ធគ្នាជាលទ្ធផលនៃជម្លោះដ៏យូរអង្វែងនេះក្រុមព្រះដែលទទួលបានជ័យជំនះបានមកដល់ពិភពលោកនេះព្រះទាំងនោះបានក្លាយជាអ្នកទទួលខុសត្រូវចំពោះថ្ងៃទាំង7នៃសប្តាហ៍ហើយពួកគេត្រូវបានគេស្គាល់ថាជាព្រះសំខាន់ទាំង7នាងបានសួរថាមានអ្វីកើតឡើងចំពោះព្រះដែលចាញ់ហើយរ៉ូដូសបានពន្យល់ថាព្រះដែលចាញ់ត្រូវបានចាត់ទុកថាអាក្រក់ហើយត្រូវបានបណ្ដេញចេញទៅកាន់ជម្រៅនៃផែនដីទោះជាយ៉ាងណាក៏ដោយពួកគេបានបន្តប្រមូលកម្លាំងហើយលេចឡើងវិញម្ដងក្នុងមួយខែដោយផ្ដល់អំណាចរបស់ពួកគេទៅកាន់សត្វចម្លែកព្រឹត្តិការណ៍នេះតែងតែកើតឡើងនៅថ្ងៃចុងក្រោយនៃខែដែលត្រូវបានគេស្គាល់ថាជាការលបួងរបស់ព្រះអាក្រក់ឈេមបានបន្ថែមថានេះជាមូលហេតុដែលវាមានគ្រោះថ្នាក់ក្នុងការចេញទៅខាងក្រៅនៅថ្ងៃចុងក្រោយនៃខែនោះអំណាចរបស់សត្វចម្លែកបានកើនឡើងធ្វើឲ្យពួកវាក្លាយជាសត្វសាហាវមែនទែនយូស៊ីអូទីបំផុតបានយល់ថាហេតុអ្វីបានជាមានសញ្ញាសម្គាល់នៅថ្ងៃចុងក្រោយនៃខែគាត់បានកត់សម្គាល់ឃើញថានៅសល់10ថ្ងៃទៀតមុនថ្ងៃកត់សម្គាល់នោះដូចនៅក្នុងពិភពពិតដែរគាត់បានគិតអំពីចំនួនពិន្ទុដែលគាត់មានបច្ចុប្បន្នដោយគាត់ប្រហែលជាមិនអាចការពារអ្នកភូមិបានឡើយវាពាក់កណ្ដាលអធ្រាត្រហើយតែគាត់បានឃើញថារ៉ូឌូសកំពុងអង្គុយតែម្នាក់ឯងនៅលើតុឡៃឡាបានលេចមុខមកសួរគាត់ថាមានរឿងអ្វីគាត់បានប្រាប់នាងថាគាត់មិនអាចឈប់គិតអំពីការលបួងរបស់ព្រះអាក្រក់ដែលនឹងកើតឡើងនៅចុងខែនេះបានទេគាត់បានលើកឡើងពីការវាយប្រហារដូចគ្នាពីលើកមុនហើយបានសម្ដែងការព្រួយបារម្ភអំពីការបាត់បង់ក្រុមគ្រួសាររបស់គាត់ឃើញរ៉ូដូសភ័យខ្លាំងបែបនេះយូស៊ីអូឆ្ងល់ថាតើមានអ្វីបានកើតឡើងក្នុងអំឡុងពេលនៃការលបួងរបស់ព្រះអាក្រក់កាលពីលើកមុនកាលពី3សប្តាហ៍មុនខារ៉ូកំពុងដេកលើគ្រែរបស់នាងពេលនោះស្រាប់តែនាងភ្ញាក់ឡើងហើយរត់ទៅរកម៉ាក់ប៉ារបស់នាងបានទៅអណ្ដូងហើយចាប់ផ្ដើមលាងមុខរបស់នាងដោយមានអារម្មណ៍ថាវាស្រស់ស្រាយនាងភ្លេចយកកន្សែងមកហើយភ្លាមនោះឈេមក៏លេចមុខមកដោយសួរថាតើនាងទើបតែភ្ញាក់ពីដំណេកមែនទេខារ៉ូឆ្លើយចាហើយបានសួរថាបងប្រុសរបស់ពួកគេនៅណាឈេមបានប្រាប់នាងថាគាត់កំពុងយាមនៅច្រកទ្វារភូមិខារ៉ូបានរត់ចេញដោយនិយាយថាប្រសិនបើបងប្រុសធំមិននៅទីនោះទេនាងនឹងមិនខ្វល់ពីអ្វីឡើយឈេមមិនពេញចិត្តនឹងរឿងនេះទេប៉ុន្តែពេលនាងឃើញខារ៉ូរត់នាងក៏ព្យាយាមបញ្ឈប់ខារ៉ូបានត្រឡប់ទៅផ្ទះរបស់នាងវិញហើយម្ដាយនាងសួរថាតើនាងបានឮសំឡេងរបស់ឈេមដែរឬទេខារ៉ូបានប្រាប់នាងថានាងមិនដឹងទេហើយបន្ទាប់មកនាងក៏ចាប់ផ្ដើមញ៉ាំអាហារពេលព្រឹកបន្ទាប់ពីញ៉ាំអាហាររួចខារ៉ូបានរត់ចេញទៅខាងក្រៅម្ដាយរបស់នាងបានព្យាយាមបញ្ឈប់នាងប៉ុន្តែខារ៉ូបានរត់ចេញដោយមិនស្ដាប់ពេលនាងដើរកាត់ផ្សារនាងបានស្វាគមន៍មនុស្សនៅជុំវិញខ្លួននាងមានមនុស្សម្នាក់បានសួរថាតើរ៉ូដូសនិងឡៃឡានៅផ្ទះឬទេហើយនាងបានឆ្លើយតបទៅកាន់គេរួចក៏រត់ចេញទៅភ្លាមនោះនាងបានឃើញជញ្ជាំងធំមួយហើយទីបំផុតនាងក៏បានប្រទះឃើញហ្គាមនៅក្បែរនោះនាងរត់ទៅរកគាត់ហើយអបគាត់យ៉ាងណែនហ្គាមបានប្រាប់នាងថាថ្ងៃនេះនាងមិនគួរនៅទីនេះទេនាងបានសួរដោយចង់ដឹងថាហេតុអ្វីហើយហ្គាមបានពន្យល់ថាវាជាថ្ងៃពិសេសមួយហើយក៏បានចង្អុលបង្ហាញថាគ្មានក្មេងផ្សេងទៀតទេនៅជុំវិញនោះនាងក៏យល់ព្រមហើយសួរគាត់ថាតើគាត់បានសង់ជញ្ជាំងធំនោះហើយឬនៅគាត់បានមកក្បាលហើយនិយាយថាមានសង្គ្រាមដ៏ធំមួយកាលពីប៉ុន្មានទសវត្សរ៍មុនហើយទីតាំងនេះត្រូវបានគេយកមកធ្វើជាបន្ទាយក្រោយសង្គ្រាមជនភៀសខ្លួនបានផ្លាស់មករស់នៅហើយរីកចម្រើននៅក្នុងទីក្រុងនោះនាងសួរថាតើជញ្ជាំងនេះសង់ឡើងសម្រាប់ការពារពួកគេពីស្ត្រូវមែនទេហើយហ្គាមក៏យល់ស្របដូចដែលម្ដាយរបស់នាងបានប្រាប់នាងដែរម៉ាក់របស់នាងបានប្រាប់នាងហើយសុំឲ្យនាងឈប់រត់ទីហ៊ានម្នាក់បានដើរទៅជិតលោកហ្គាមហើយសួរថាតើគាត់ស្គាល់ពួកគេដែរឬទេហ្គាមបានឆ្លើយថាពួកគេជាអ្នកជិតខាងហើយតែងតែមានចិត្តល្អចំពោះគាត់និងប្អូនស្រីរបស់គាត់អ្នកនៅក្រោមបង្គាប់គាត់បាននិយាយថាក្មេងស្រីនេះហាក់ដូចជាមិនមានការភ័យខ្លាចសូម្បីតែបន្តិចសោះហ្គាមបានពន្យល់ថាចាប់តាំងពីទីក្រុងនេះត្រូវបានបង្កើតឡើងមកជញ្ជាំងទាំងនេះមិនដែលត្រូវបានបីសាច់ទម្លុះបានឡើយឡៃឡាបានសុំទោសចំពោះការរំខានរបស់កូនស្រីនាងហើយបាននិយាយថានាងនឹងស្ដីបន្ទោសខារ៉ូនៅពេលក្រោយប៉ុន្តែហ្គាមបានជំរុញឲ្យនាងបន្ធូរដៃដល់ខារ៉ូបន្តិចផងបន្ទាប់ពីទៅដល់ផ្ទះខារ៉ូបានសួរថាតើមានអ្វីពិសេសកើតឡើងនៅថ្ងៃនេះមែនទេឡៃឡាបានប្រាប់នាងថាវាជាការល្អប្រសិនបើវាជាពិធីបុណ្យប៉ុន្តែពួកគេអាចមានពិធីជប់លៀងនៅថ្ងៃស្អែកជំនួសវិញខារ៉ូរីករាយពេលលើដូច្នេះបន្ទាប់មករ៉ូឌូសនិងឡៃឡាបានផ្លាស់ប្ដូរទឹកមុខដូចជាកំពុងព្រួយបារម្ភរ៉ូឌូសសម្លឹងមើលទៅក្រៅបង្អួចរួចនិយាយថា
គាត់បានវិចខ្ចប់អ្វីគ្រប់យ៉ាងនៅក្នុងរទេះរួចហើយដើម្បីការពារប្រសិនបើមានរឿងអ្វីកើតឡើងឡៃឡាងក់ក្បាលហើយរ៉ូឌូសបានបន្ថែមថាវានឹងល្អណាស់ប្រសិនបើគ្មានអ្វីកើតឡើងដោយអធិដ្ឋានសូមឲ្យពួកគេអាចឆ្លងកាត់ថ្ងៃនេះដោយគ្មានបញ្ហាអ្វីចុះនៅខាងក្រៅមានបិសាចច្រើនមែនទែនដែលវាច្រើនខុសពីធម្មតាហើយពួកបិសាចទាំងនោះថែមទាំងបានសហការជាក្រុមដោយវាប្រហារជាមួយគ្នាក្នុងពេលតែមួយក្រុមហ្គាមបានខំវាយបកទៅកាន់បិសាចដោយបាញ់ទៅលើសត្វចម្លែកដោយលំពេងនិងព្រួញអ្នកក្រមបង្គាប់ម្នាក់របស់ហ្គាមបានបញ្ជាឲ្យមនុស្សគ្រប់គ្នាធ្វើតាមការណែនាំរបស់ហ្គាមដោយសង្កត់ធ្ងន់ថាពួកគេមិនត្រូវអនុញ្ញាតឲ្យសត្វចម្លែកចូលក្នុងទីក្រុងឡើយប៉ុន្តែភ្លាមនោះសត្វចម្លែកមួយបានលោតពីលើជញ្ជាំងហើយវាយប្រហារទាហានម្នាក់មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលហើយមិនយូរប៉ុន្មានសត្វចម្លែកជាច្រើនទៀតចាប់ផ្ដើមលោតពីលើរួចចូលទៅក្នុងទីក្រុងភាពវឹកវរបានផ្ទុះឡើងពេញភូមិហើយនៅក្នុងផ្ទះរបស់ពួកគេរ៉ូឌូសឡៃឡានិងខារ៉ូបានឈរជាមួយគ្នាដោយភាពភ័យខ្លាចអប់គ្នាយ៉ាងណែនខណៈពេលដែលស្ថានភាពកាន់តែអាក្រក់ទៅភ្លាមនោះហ្គាមនិងប្អូនស្រីរបស់គាត់បានបង្ហាញខ្លួននៅផ្ទះរបស់ពួកគេដោយសួរថាតើអ្នករាល់គ្នាសុខសប្បាយជាទេពួកគេបាននិយាយថាពួកគេសុខសប្បាយជាទេហើយហ្គាមបានប្រាប់ពួកគេកុំឲ្យបារម្ភទាំងហ្គាមនិងប្អូនស្រីរបស់គាត់សុទ្ធតែប្រឡាក់ឈាមព្រោះគាត់ទើបតែប្រយុទ្ធជាមួយនឹងបិសាចហើយឈាមទើបតែព្យាបាលមនុស្សដែលរងរបួសរ៉ូឌូសបានសួរថាតើសមរភូមិនេះដំណើរការទៅយ៉ាងដូចម្តេចហើយហ្គាមបានទទួលស្គាល់ថាវាមើលទៅមិនល្អទេហើយហាក់ដូចជាអស់សង្ឃឹមគាត់បានពន្យល់ថាច្រកទ្វារត្រូវបានទម្លុះហើយហ្វូងសត្វចម្លែកកំពុងហូរចូលទីក្រុងគាត់គិតថាវាជាការល្អបំផុតក្នុងការនាំក្រុមគ្រួសារនិងប្អូនស្រីរបស់គាត់រត់ទៅកាន់កន្លែងដែលមានសុវត្ថិភាពជាងនេះហ្គាមបានជំរុញឲ្យពួកគេរត់គេចខ្លួនហើយរ៉ូឌូសដែលកំពុងឈរដោយមានការតាំងចិត្តបានប្រាប់គាត់ថារទេះគាត់បានត្រៀមរួចរាល់ហើយជាមួយនឹងសម្ភារៈជាច្រើនពួកគេបានឡើងលើរទេះខណៈពេលដែលហ្គាមកំពុងតែការពារពួកគេនៅពេលដែលរទេះចាប់ផ្ដើមរំកិលទៅមុខសត្វចម្លែកមួយចំនួនបានលេចចេញមកហើយហ្គាមបានប្រាប់រ៉ូឌូសយ៉ាងរហ័សឲ្យត្រឡប់ទៅលើរទេះវិញគាត់បានវាយប្រហារសត្វចម្លែកយ៉ាងលឿនហើយបានចូលរួមជាមួយពួកគេនៅលើរទេះនៅពេលដែលពួកគេបើកចេញទៅហ្គាមបានជូនដំណឹងដល់ពួកគេថាផ្នែកមួយនៃជញ្ជាំងភាគពីរយប់នៃទីក្រុងបានដួលរលំដូច្នេះពួកគេប្រហែលជាអាចរត់គេចខ្លួនតាមរយៈទីនោះបានរ៉ូឌូសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញទីក្រុងទាំងមូលត្រូវបានលេបត្របាក់ដោយអណ្ដាតភ្លើងជាមួយនឹងការបំផ្លិចបំផ្លាញគ្រប់ទីកន្លែងទឹកភ្នែកបានហូរចុះមកលើមុខរបស់គាត់នៅពេលដែលគាត់មើលទីក្រុងដ៏ស្រស់ស្អាតរបស់ពួកគេត្រូវបានបំផ្លាញបែបនេះបន្ទាប់ពីការរត់គេចខ្លួនចេញពីទីក្រុងនោះខារ៉ូបានសួរម្ដាយរបស់នាងថាតើពួកគេអាចត្រឡប់ទៅផ្ទះវិញទេដោយក្តីសោកសៅម្ដាយរបស់នាងបានឆ្លើយថាពួកគេប្រហែលជាមិនអាចទៅរួចទេប៉ុន្តែបានធានានាងថាបទពិសោធន៍ថ្មីនឹងរងចាំពួកគេនៅកន្លែងផ្សេងទៀតឈេមញញឹមហើយនិយាយថាពួកគេអាចរួចជីវិតបានក៏ដោយសារតែមានការការពារពីព្រះនៃវាសនាដែលកំពុងណែនាំពួកគេក្រោយមកនៅថ្ងៃនោះអ្នកនាំសម្បត្តិម្នាក់ក៏បានមកដល់ផ្ទះរបស់យូស៊ីអូហើយបានប្រគល់កញ្ចប់តូចមួយទៅឲ្យគាត់មកដល់ពេលបច្ចុប្បន្នវិញរ៉ូឌូសកំពុងតែខិតខំប្រឹងប្រែងកែលម្អជំនាញប្រយុទ្ធរបស់គាត់ដោយមានហ្គាមជាអ្នកបង្រៀនគាត់ទោះជាយ៉ាងណាក៏ដោយមានពេលមួយហ្គាមបានប្រាប់រ៉ូឌូសថាគាត់មិនស័ក្តិសមសម្រាប់ការប្រយុទ្ធទេហើយបានណែនាំគាត់ឲ្យទុកការប្រយុទ្ធនៅជួរមុខឲ្យគាត់និងមូលីសវិញរ៉ូឌូសក៏បានសារភាពថាគាត់មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធទេគាត់បានសុំទោសហ្គាមដែលបានចំណាយពេលវេលាបង្រៀនគាត់ហើយយូស៊ីអូបានសង្កេតឃើញថាហ្គាមមានភាពតឹងរ៉ឹងណាស់បន្ទាប់ពីអាហារពេលល្ងាចរួចឡៃឡាបាននិយាយថាពួកគេជិតអស់ផ្លែឈើហើយបានសួរហ្គាមថាតើគាត់អាចប្រមូលផ្លែឈើខ្លះក្នុងអំឡុងពេលល្បាតរបស់គាត់បានដែរឬទេខារ៉ូបានលើកដៃឡើងដោយរំភើបហើយនិយាយថានាងចង់ចូលរួមនិងជួយគាត់ដែររ៉ូឌូសមានការភ្ញាក់ផ្អើលបន្តិចចំពោះភាពរីករាយរបស់នាងបានពន្យល់ថានាងមិនដែលបានចេញទៅខាងក្រៅទេចាប់តាំងពីពេលដែលពួកគេផ្លាស់ទៅរូងភ្នំមករ៉ូឌូសបានរំលឹកនាងថាគាត់បានប្រាប់នាងពីមុនរួចហើយថានៅពេលដែលថ្ងៃពិសេសខិតជិតមកដល់សត្វចម្លែកកាន់តែកាចសាហាវឡើងហើយវាកាន់តែមានគ្រោះថ្នាក់នៅខាងក្រៅប៉ុន្តែខារ៉ូញញឹមហើយនិយាយថានាងនឹងមិនមានរឿងអ្វីទេព្រោះនាងមានបងប្រុសរបស់នាងហើយនាងបានសន្យាថានឹងប្រមូលផ្លែឈើឆ្ងាញ់ៗជាច្រើនទៀតផងឮដូច្នេះឪពុករបស់នាងក៏ខឹងយ៉ាងខ្លាំងរួចស្ដីបន្ទោសនាងឲ្យនាងស្ដាប់នៅអ្វីដែលគាត់កំពុងនិយាយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រតិកម្មរបស់គាត់ហើយខារ៉ូក៏ចាប់ផ្ដើមយំផងដែរខារ៉ូរត់ចេញពីតុយំសោកហើយស្រែកថានាងស្អប់គាត់មុនពេលដែលនាងចាក់សោខ្លួនឯងនៅក្នុងបន្ទប់យូស៊ីអូបានសង្កេតមើលអាកប្បកិរិយារបស់រ៉ូឌូសដែលវាឆ្លុះបញ្ចាំងពីភាពអស់សង្ឃឹមផ្ទាល់ខ្លួនរបស់គាត់គិតថាយ៉ាងហោចណាស់អ្វីដែលគាត់អាចធ្វើបានគឺផ្ដល់ក្តីសង្ឃឹមដល់អ្នកភូមិតាមរយៈការឲ្យទំនាយប៉ុន្តែគាត់ដឹងថាវានឹងមិនអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេបានទេដោយមានពិន្ទុត្រឹមតែ214ប៉ុណ្ណោះគាត់បានពិចារណាក្នុងការប្រាអភូតហេតុដូចជាកោះហៅក្រុមអ្នកប្រមាញ់ទោះជាយ៉ាងណាក៏ដោយវាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការធ្វើដូច្នេះព្រោះគ្មាននរណាម្នាក់អាចប្រាប់បានថាតើអ្នកប្រមាញ់ទាំងនេះ
មានចរិតបែបណានោះទេគាត់គិតថាជម្រើសដ៏ល្អបំផុតគឺការកោះហៅហ្គោលឹមព្រោះគាត់នឹងអាចគ្រប់គ្រងវាបានដោយធានាថាវានឹងមិនបង្កគ្រោះថ្នាក់ដល់អ្នកភូមិឡើយប៉ុន្តែបញ្ហាគឺថាគាត់ត្រូវការ700ពិន្ទុហើយនៅសល់តែ10ថ្ងៃទៀតប៉ុណ្ណោះយូស៊ីអូបានគិតមួយសន្ទុះអំពីការខ្ចីលុយប៉ុន្តែគាត់ខ្មាស់អៀនពេកដោយគាត់មិនហ៊ានសុំឪពុកឬប្អូនស្រីរបស់គាត់ទេគាត់ក៏ឆ្ងល់ដែរថាតើគាត់អាចលក់របស់របរដែលគាត់ទទួលបានពីអ្នកភូមិបានដែរឬទេប៉ុន្តែគាត់ដឹងថាវាមិនងាយស្រួលទេក្នុងការលក់វាហើយទទួលបានប្រាក់ក្នុងរយៈពេលដ៏ខ្លីបែបនេះគំនិតនៃការរកការងារក្រៅម៉ោងក៏បានឆ្លងកាត់ក្នុងខួរក្បាលរបស់គាត់វាហាក់ដូចជាដំណោះស្រាយដ៏ល្អបំផុតប៉ុន្តែបញ្ហានោះគឺថាគាត់មិនដែលធ្វើការពីមុនមកទេគាត់ចាំបានថាគាត់ធ្លាប់បានទៅសម្ភាសការងារម្ដងប៉ុន្តែគាត់មិនបានធ្វើការនៅទីនោះទេគាត់ចង់បានការងារដែលមានប្រាក់ខែខ្ពស់ជាមួយនឹងអត្ថប្រយោជន៍ល្អហើយនៅទីបញ្ចប់គាត់មិនបានទទួលតំណែងណាមួយឡើយឪពុករបស់គាត់ថែមទាំងបានព្យាយាមប្រើប្រាស់ទំនាក់ទំនងរបស់គាត់ដើម្បីជួយគាត់ទៀតផងប៉ុន្តែយូស៊ីអូមិនបានទទួលជំនួយប៉ារបស់គាត់ឡើយវាមានរយៈពេល10ឆ្នាំហើយចាប់តាំងពីពេលនោះមកគាត់មិនដែលបានធ្វើការសូម្បីតែមួយថ្ងៃក្នុងជីវិតរបស់គាត់ឡើយពេលខ្លះយូស៊ីអូគិតអំពីការរកការងារធ្វើប៉ុន្តែភាពភ័យខ្លាចតែងតែបញ្ឈប់គាត់ខ្លាចភាពបរាជ័យខ្លាចគាត់ត្រូវបានគេបដិសេធប៉ុន្តែឥឡូវនេះគាត់លែងចង់ធ្វើជាមនុស្សអត់បានការទៀតហើយគាត់បានដឹងថាវាដល់ពេលដែលគាត់ត្រូវផ្លាស់ប្ដូរហើយបើគាត់មិនផ្លាស់ប្ដូរឥឡូវនេះទេគាត់ប្រហែលជាមិនអាចផ្លាស់ប្ដូរបានទេពេញមួយជីវិតរបស់គាត់នេះគាត់ចាប់ផ្ដើមឆ្ងល់ថាតើគាត់អាចរកការងារណាដែលអាចបើកប្រាក់ខែឲ្យគាត់នៅចុងខែនេះបានហើយជាការងារដែលអាចជួយគាត់ប្រមូលប្រាក់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់អ្នកភូមិទោះជាយ៉ាងណាក៏ដោយការស្វែងរកការងាររយៈពេលខ្លីគឺពិបាកក្នុងការរកណាស់ហើយដោយសារតែគាត់មិនមានបានបើកបរទៀតនោះវាធ្វើឲ្យអ្វីៗកាន់តែពិបាកគាត់បានអង្គុយគិតពីដំណោះស្រាយផ្សេងទៀតតែគាត់រកមិនឃើញដំណោះស្រាយសោះរ៉ូឌូសកំពុងព្យាយាមលួងលោមខារ៉ូប៉ុន្តែនាងបានបដិសេធមិននិយាយជាមួយគាត់ឃើញភាពលំបាកដែលពួកគេកំពុងមានយូស៊ីអូបានបដិញ្ញាចិត្តថាគាត់នឹងចេញទៅក្រៅដើម្បីទៅរកទស្សនាវដ្តីការងារព្រោះគាត់មិនចង់ពឹងផ្អែកលើអ៊ីនធឺណិតទេគាត់បានជិះកង់របស់គាត់ហើយចេញទៅរកទស្សនាវដ្តីមួយដែលមានបញ្ជីការងារពេលយូស៊ីអូត្រឡប់មកផ្ទះវិញម្ដាយរបស់គាត់បានកត់សម្គាល់ហើយរីករាយដែលឃើញគាត់ចាប់ផ្ដើមផ្លាស់ប្ដូរបែបនេះនាងបានស្វាគមន៍គាត់យ៉ាងកក់ក្ដៅហើយរីករាយដែលគាត់បានចេញទៅក្រៅយូស៊ីអូប្រញាប់ទៅបន្ទប់របស់គាត់ដោយចង់មើលឱកាសការងារតាមរយៈទស្សនាវដ្តីនោះពេលគាត់កំពុងបើកទំព័រនានាម្ដាយរបស់គាត់បានស្រែកប្រាប់ថាអាហារពេលល្ងាចរួចរាល់ហើយគាត់បានចុះទៅក្រោមហើយបានចូលរួមញ៉ាំអាហារពេលល្ងាចជាមួយក្រុមគ្រួសាររបស់គាត់យូស៊ីអូបានកត់សម្គាល់ឃើញថាប្អូនស្រីរបស់គាត់ក៏បានត្រឡប់មកវិញដែរនាងហាក់ដូចជាភ្ញាក់ផ្អើលដោយសួរថាតើនាងមិនគួរត្រឡប់មកវិញមែនទេប៉ុន្តែគាត់ញញឹមហើយស្វាគមន៍នាងយ៉ាងកក់ក្ដៅនាងមានការងឿងឆ្ងល់ជាខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់គាត់ពេលពួកគេអង្គុយញ៉ាំអាហារជាមួយគ្នាម្ដាយរបស់ពួកគេបានប្រកាសភ្លាមថាយូស៊ីអូកំពុងគិតចង់រកការងារធ្វើសាយូគីញញឹមខណៈពេលដែលឪពុករបស់ពួកគេបាននិយាយថាទីបំផុតយូស៊ីអូមានការលើកទឹកចិត្តខ្លះហើយយូស៊ីអូបានបញ្ជាក់ថាវាគ្រាន់តែជាការងារក្រៅម៉ោងទេហើយគាត់គ្រាន់តែត្រូវការប្រាក់បន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែឪពុករបស់គាត់បានឆ្លើយតបថាហេតុផលមិនសំខាន់ទេហើយនិយាយថាវាល្អហើយដែលគាត់ទទួលបានការលើកទឹកចិត្តបែបនេះយូស៊ីអូមានការភ្ញាក់ផ្អើលចំពោះរឿងនេះព្រោះគាត់រំពឹងថាឪពុករបស់គាត់នឹងបង្ខំឲ្យគាត់ធ្វើការពេញម៉ោងបន្ទាប់មកសាយូគីបានចំអកគាត់ដោយនិយាយថាគាត់បានផ្លាស់ប្ដូរបែបនេះដោយសារតែគាត់មានមិត្តស្រីមែនទេម្ដាយរបស់ពួកគេសើចហើយនិយាយលេងថាយូស៊ីអូហាក់ដូចជាមិនសូវមានប្រជាប្រិយភាពទេដែលធ្វើឲ្យយូស៊ីអូឆ្ងល់ថាហេតុអ្វីបានជាម្ដាយរបស់គាត់ឆ្លើយជំនួសគាត់យូស៊ីអូបានកត់សម្គាល់ឃើញថាសាយូគីបានហៅគាត់ថាបងប្រុសហើយវាធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងណាស់បន្ទាប់មកឪពុករបស់គាត់បានសួរថាតើការសម្រេចចិត្តរបស់គាត់ក្នុងការរកការងារធ្វើមានទំនាក់ទំនងជាមួយអ្នកភូមិនោះមែនទេយូស៊ីអូបានទទួលស្គាល់ថាវាពិតជាដូច្នេះមែនដោយពន្យល់ថាគាត់មានអារម្មណ៍ថាវាមិនត្រឹមត្រូវទេក្នុងការបន្តទទួលរបស់របរពីភូមិដោយមិនបានផ្ដល់អ្វីទៅវិញសាយូគីមើលទៅហាក់ដូចជាមានការងឿងឆ្ងល់ព្រោះនាងជាមនុស្សតែម្នាក់គត់ដែលមិនដឹងពីរឿងអ្នកភូមិនេះម្ដាយរបស់ពួកគេបានរំលឹកពួកគេថាការនិយាយគ្នាពេលកំពុងញ៉ាំអាហារគឺជាអាកប្បកិរិយាមិនល្អហើយបានប្រាប់ពួកគេឲ្យញ៉ាំអាហារឲ្យអស់ជាមុនសិនសាយូគីបានយល់ព្រមហើយបានសុំឲ្យម្ដាយរបស់នាងពន្យល់អ្វីគ្រប់យ៉ាងបន្ទាប់ពីពួកគេរួចរាល់ក្រោយពីញ៉ាំអាហារពេលល្ងាចរួចយូស៊ីអូកំពុងអង្គុយនៅក្នុងសួនច្បារស្របពេលដែលឪពុករបស់គាត់បានមកសួរថាតើគាត់រកការងារធ្វើបានហើយឬនៅយូស៊ីអូបាននិយាយថាគាត់បានរកឃើញការងារចំនួន3ដែលគាត់មានគម្រោងក្នុងការដាក់ពាក្យចូលឪពុករបស់គាត់បានបន្តសួរថាតើគាត់កំពុងរកការងារដែលមានរយៈពេលខ្លីមែនទេហើយយូស៊ីអូក៏បានយល់ស្របនឹងការលើកឡើងនេះដោយពន្យល់ថាគាត់នឹងមានការងាររវើបន្ទាប់ទៀតនៅខែក្រោយនេះ
ឪពុកគាត់ក៏បានសួរថាតើគាត់ចង់ធ្វើការងារបែបណាយូស៊ីអូបាននិយាយថាគាត់មិនពូកែខាងសេវាកម្មអតិថិជនទេដូច្នេះគាត់ចង់រកការងារណាដែលប្រើប្រាស់កម្លាំងពលកម្មរបស់គាត់ជាងការងារដែលពាក់ព័ន្ធនឹងការនិយាយស្ដីឪពុករបស់គាត់ក៏បានប្រាប់យូស៊ីអូថាគាត់អាចតាក់ទងមិត្តរបស់គាត់បានដើម្បីឲ្យយូស៊ីអូទទួលបានការងារហើយគាត់ក៏បាននិយាយថាមិនថាយូស៊ីអូអាយុប៉ុន្មានទេគាត់នៅតែជាឪពុករបស់យូស៊ីអូជានិច្ចពេលឮដូច្នេះយូស៊ីអូនឹកឃើញពីអតីតកាលពេលដែលឪពុករបស់គាត់បានព្យាយាមជួយគាត់ប៉ុន្តែគាត់បានបដិសេធជំនួយទាំងនោះបន្ទាប់មកឪពុករបស់គាត់បានប្រាប់គាត់ថាប្រសិនបើគាត់ពិតជាចង់សម្រេចបានអ្វីមួយគាត់គួរតែប្រើប្រាស់ការគាំទ្រទាំងអស់ដែលគាត់អាចទទួលបានសូម្បីតែការគាំទ្រពីក្រុមគ្រួសាររបស់គាត់ក៏ដោយដំបូន្មាននេះធ្វើឲ្យយូស៊ីអូគិតដល់រ៉ូដូសដែលបានព្យាយាមជួយខារ៉ូលប៉ុន្តែនាងបែរជារុញគាត់ចេញដូចដែលយូស៊ីអូធ្លាប់បានធ្វើពីមុនមកដែរបន្ទាប់ពីគិតអំពីវារួចយូស៊ីអូបានយល់ស្របនឹងដំបូន្មានរបស់ឪពុកគាត់ឪពុករបស់គាត់បានទូរស័ព្ទទៅមិត្តរបស់គាត់ភ្លាមៗដើម្បីរៀបចំការងារសម្រាប់យូស៊ីអូបន្ទាប់មកគាត់បានសុំឲ្យយូស៊ីអូទៅផ្លាស់ប្ដូរសម្លៀកបំពាក់របស់គាត់ឲ្យគាត់ពាក់អ្វីដែលធ្វើឲ្យគាត់ងាយបត់បែនបានយូស៊ីអូបាននិយាយថាគាត់មានឈុតហាត់ប្រាណមួយហើយឪពុករបស់គាត់បានប្រាប់គាត់ឲ្យត្រៀមខ្លួនហើយត្រឡប់មកវិញក្នុងរយៈពេល30នាទីយូស៊ីអូមានការព្រួយបារម្ភព្រោះគាត់មិនទាន់បានសរសេរប្រវត្តិរូបសង្ខេបរបស់គាត់នៅឡើយទេប៉ុន្តែឪពុករបស់គាត់បានធានាគាត់ថាវាមិនចាំបាច់ទេព្រោះគាត់បាននិយាយជាមួយមិត្តរបស់គាត់រួចហើយគាត់បានទៅបន្ទប់របស់គាត់យ៉ាងលឿនកោពុកមាត់ហើយបដូរសម្លៀកបំពាក់ខណៈពេលដែលគាត់ព្រួយបារម្ភថាគាត់អាចនឹងធ្វើឲ្យឪពុករបស់គាត់ខកចិត្តម្ដងទៀតមុនពេលចាក់ចេញគាត់បានពិនិត្យមើលកុំព្យូទ័ររបស់គាត់ដើម្បីមើលថាតើមានអ្វីកំពុងកើតឡើងនៅក្នុងភូមិគាត់បានកត់សម្គាល់ឃើញថារ៉ូឌូសមើលទៅហាក់ដូចជាខកចិត្តហើយបានសួរឡៃឡាថាតើនាងត្រូវការជំនួយដែរឬទេឡៃឡាគិតមួយសន្ទុះរួចនិយាយថាខារ៉ូបានធ្វើការងារទាំងនោះរួចអស់ទៅហើយនាងបានពន្យល់ថាចាប់តាំងពីពួកគេបានផ្លាស់ទៅរូងភ្នំមកខារ៉ូតែងតែជួយការងារនាងដើម្បីបង្ហាញថានាងចាស់ទុំច្រើនប៉ុណ្ណាបន្ទាប់មករ៉ូឌូសបានទៅរកខារ៉ូហើយសុំទោសចំពោះការខឹងសម្បាររបស់គាត់ខារ៉ូញញឹមហើយប្រាប់គាត់ថាមនុស្សគ្រប់គ្នាដឹងថាគាត់ស្រឡាញ់នាងប៉ុណ្ណាហើយគាត់ខឹងនាងក៏ដោយសារតែគាត់ចង់ការពារនាងប៉ុណ្ណោះពេលឮពាក្យរបស់ខារ៉ូរ៉ូដូសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពចាស់ទុំនិងការយល់ដឹងរបស់នាងបានបន្តនិយាយថានាងនឹងមិនសុំចេញទៅខាងក្រៅទៀតទេរ៉ូដូសបានឆ្លើយតបដោយទទួលស្គាល់ថាគាត់ជាអ្នកខុសគាត់បានពន្យល់ថាការភ័យខ្លាចរបស់គាត់ចំពោះការលបួងរបស់ព្រះអាក្រក់ធ្វើឲ្យគាត់ភ្លេចថាពួកគេស្ថិតនៅក្នុងទឹកដីថ្មីមួយហ៊ុំព័ទ្ធដោយមិត្តភ័ក្តិរបស់ពួកគេហើយថាពួកគេបានជ្រើសរើសរស់នៅជាមួយគ្នារួចទៅហើយគាត់បានដឹងថាពួកគេមិនអាចបន្តរស់នៅក្នុងភាពភ័យខ្លាចនិងឯកក៏បានទៀតនោះទេបន្ទាប់មករ៉ូដូសបានប្រកាសដោយមោទនភាពថាខារ៉ូលឥឡូវនេះជាសមាជិកដ៏មានតម្លៃម្នាក់ហើយអាចធ្វើការជ្រើសរើសនិងសម្រេចចិត្តដោយខ្លួនឯងបានយូស៊ីអូបានកត់សម្គាល់ថារ៉ូដូសបានទុកចិត្តនាងទាំងស្រុងមនុស្សគ្រប់គ្នាសប្បាយចិត្តពេលឮរឿងនេះហើយយូស៊ីអូកំពុងមើលពីខាងក្រៅក៏បានញញឹមនិងធូរស្រាលជាងមុនផងដែរគាត់បានអរគុណចំពោះហ្គេមនេះដែលបានជំរុញនិងផ្ដល់កម្លាំងចិត្តឲ្យគាត់ក្នុងការផ្លាស់ប្ដូរឲ្យក្លាយទៅជាមនុស្សល្អជាងនេះពោពេញដោយភាពពេញចិត្តគាត់បានចាក់ចេញដោយមានអារម្មណ៍រីករាយដែលបានឃើញអ្នកភូមិទាំងអស់របស់គាត់មានសុភមង្គលតែហ្គេមនេះអាចបន្តផ្លាស់ប្ដូរជីវិតយូស៊ីអូបែបណាទៀតហើយតើយូស៊ីអូអាចរកប្រាក់បានគ្រប់គ្រាន់សម្រាប់ជួយអ្នកភូមិទាន់ពេលវេលាដែរឬទេសូមរងចាំទស្សនាភាគបន្ត